nó ấy số đấy bom ổnដោយសារបបងប្អូនយើងមួយចំនួនធំគាត់អត់ទាន់ចេះ transfer ចេះបាញ់លុយពី exchange ហ្នឹងហើយអញ្ចឹងគាត់តែងតែឆាតសួរ admin រហូតអញ្ចឹងថ្ងៃនេះ admin នឹងធ្វើវីដេអូចាក់ទងនឹងការ transfer ពី account ផ្សេងចូល account ផ្សេងអញ្ចឹងណាឧទាហរណ៍ថានេះ app របស់ exchange Bittrex បាទបងប្អូនបើក app ហើយអញ្ចឹងជំហានទី1 admin នឹងប្រាប់របៀបនៃការដកលុយឬការដាក់លុយសិនអញ្ចឹងបងប្អូនចូលទៅក្នុង asset ហើយបងប្អូនអូសមកពាក្យថា deposit អាហ្នឹងសម្រាប់តែយើងបាញ់តាម blockchain យើងយកឥឡូវបាញ់តាម ID ដូចគ្នាគេហៅថា buy crypto visa ឬក៏ហៅថាតាម exchange Bittrex ដូចគ្នាយើងបាញ់តាមក្រោមទៅប៉ុន្តែមួយចំនួនធំគឺបងប្អូនដាក់តាម wallet ដាក់តាម blockchain អញ្ចឹងបងប្អូនយក on chain deposit មកហើយបងប្អូនចង់ដាក់អីគេដាក់ Bitcoin ដាក់ Ethereum ដាក់ USDT 偏តែភាគច្រើនធំមួយចំនួនធំបងប្អូនដាក់ USDT អញ្ចឹងនៅក្នុង wallet exchange Bittrex អីចឹងវាមាន blockchain ច្រើនវាមាន BNB Smart Chain គេហៅថា BP20 ARB ឬ Arbitrum Solana Bodron Bothon បាទ Ethereum អញ្ចឹង admin និយាយតែចំពោះ blockchain Ethereum BNB ទេអញ្ចឹងហើយ BP20 បងប្អូនចុចហ្នឹងហើយបងប្អូន copy នេះ copy address នេះមកដូចថា D70 អញ្ចឹងបានហើយបងប្អូនឬក៏ថត screen មួយមកហើយបងប្អូន back ទៅវិញកន្លែង back ពេលលុយចូលហើយអញ្ចឹងណាពេលលុយចូលនៅក្នុង account ហើយបងប្អូនទៅឆែកមើលនៅក្នុង spot ទៀតអញ្ចឹងបើលុយយើងនៅក្នុងនេះនៅក្នុង spot ដែរលុយ admin វាមាន10 ទៅ15 សេនអញ្ចឹងបងប្អូនអត់មានពេល trade ទេអត់មានពេល trade នៅក្នុង spot នៅក្នុង future ទេយើងមានអស់អញ្ចឹងបងប្អូនចូលទៅកន្លែង AI នេះមកហើយបងប្អូន select យកពាក្យថា AI boot ចុចលើវាហើយវាបងប្អូនអូសមើលថ្ងៃខែឬក៏ដែលបងប្អូនចង់ដាក់អញ្ចឹងវាមាន 3-4 function អញ្ចឹងណាឧទាហរណ៍ថានេះបងប្អូនចង់ដាក់ប្រចាំថ្ងៃចុច deposit ប្រចាំថ្ងៃនេះដាក់ start ចាប់ពី$50ឡើងទៅហើយបងប្អូនដាក់ថ្ងៃនេះចង់ដកខាងស្អែកវិញក៏បានដែរអញ្ចឹងណាតែវាបាន%តាមហ្នឹងអញ្ចឹងខ្ញុំ recommend បងប្អូនមួយទៀតគឺដាក់ភាគច្រើនបងប្អូនប្រើទៅ180ថ្ងៃនេះឧទាហរណ៍ថាបងប្អូនដាក់ start ចាប់ពី100 USDN ទៅហ្នឹងហើយវានៅ calculate ហើយបងប្អូនយកពាក្យ submit hosting ដល់ពេលវាដាក់ successful ហើយបងប្អូនចូលទៅមើលថា account ហ្នឹងតើយើងធ្វើបានជោគជ័យអត់បងប្អូនចូលទៅក្នុង AI boot នេះមកនេះដូចខ្ញុំអញ្ចឹងខ្ញុំដាក់$100បាន31ថ្ងៃហើយអញ្ចឹងវាធ្លាក់ឲ្យបាន$15.15សេនអានេះខ្ញុំដាក់$200 $300បាន15ថ្ងៃហើយអញ្ចឹងវាធ្លាក់ឲ្យ$20.99សេនអានេះខ្ញុំដាក់បានដាក់កាក់ XRP នេះដាក់ daily បាន2ថ្ងៃហើយអញ្ចឹងវាធ្លាក់ឲ្យ0.06 USD វាខុសគ្នាមួយ USDN អញ្ចឹងនៅពេលដែលបងប្អូនដាក់រួចហើយអញ្ចឹងរយៈពេល48ម៉ោងឬ24ម៉ោងវានឹងធ្លាក់ចូល profit pool អា profit pool ហ្នឹងគឺចំណូលពីការ trade របស់គេទាំងប្រមាណហ្នឹងវាធ្លាក់ឲ្យយើងហើយនេះអញ្ចឹងបងប្អូនចង់ដកចាយចង់ដកទិញកាក់ផ្សេងបងប្អូនចូលកន្លែងនេះ auto នេះ withdraw earning នេះឧទាហរណ៍ថាលុយខ្ញុំបាន$12.95សេនខ្ញុំចង់ចុចទាំងអស់ដកទាំងអស់យើងចុច max មកដកទេយើងចុចនេះហើយចុច withdraw ប៉ុន្តែខ្ញុំអត់ទាន់បានដកទេដល់ពេលដែលចុចរួចហើយបងប្អូនទៅពាក្យ exchange នេះយកអាកាក់ USDN ហ្នឹងទៅ exchange ទៅ BTX សិនណាបាទឧទាហរណ៍ exchange រួចវាចេញពី BTX ហើយបងប្អូនចូលទៅកន្លែង transfer ពី account AI account នេះបងប្អូនចុចកន្លែងមកពី AI account នេះឲ្យទៅ spot ហើយបងប្អូន select ចូលដូចថាកាក់ XRP ឬ BTX ចឹងទៅរួចហើយវានៅក្នុង spot នេះនៅក្នុង spot ចឹងបងប្អូនឃើញចំនួនកាក់នៅក្នុង spot ហើយនេះ BTX មានប៉ុន្មានបងប្អូនចូលកន្លែងចង់លក់បងប្អូនចូលកន្លែង market ហើយបងប្អូនយក spot ហើយបងប្អូនរើសកាក់ដូចថាកាក់ BTX ហើយចុច sell
តែប៉ុណ្្នឹងហើយលុយហ្នឹងវានឹងចូលក្នុង sport ហើយបងប្អូនចូលទៅចាក់ទិញកាក់ទិញបដ ாய் ទៅបើអត់ទិញកាក់ទេបងប្អូនចូលទៅក្នុង future បងប្អូនចូលទៅ account មួយទៀតឈ្មោះថា transfer អញ្ចឹងបងប្អូនដូរនេះ select មកបងប្អូនចង់ trade future បងប្អូនចុចពី sport ចូល future មក trade បានហើយបាទហើយយើងចុចមើល admin ចូលជាប់នេះ admin ដកពីអាប្រាក់ចំណេញរបស់ AI bot នោះយកមក trade នេះ XRP ខាត1រៀល9ហើយនឹងដកខាត11សេនអញ្ចឹងណាចឹង admin នឹងចូលទៀតក៏បានដែរអញ្ចឹងចង់បិទក៏បានដែរអានេះវាគឺជា exchange ទេបងប្អូនវាមិនមែនជា website ទេអ្វីដែលវាខុសគេនោះគឺវាមាន AI មួយទៀតគេហៅថា AI bot trade ហើយរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយទាំងប្រហែលនេះគ្រាន់តែការចែករំលែកចំណេះដឹងទេបងប្អូនណាបាទវាមិនមែនជាការណែនាំឲ្យបងប្អូនមកវិនិយោគទេអញ្ចឹងណាហ្នឹងហើយគាត់ទៅចែកចំណេះដឹងរបស់ថ្មីអញ្ចឹងហើយណាបងប្អូនថាអត់យល់ចង់សិក្សាចង់អីយើងសិក្សាខ្លួនឯងទៅណារាល់ការបាត់បង់គឺខ្ញុំអត់ទទួលខុសត្រូវទេណាបាទមានតែប៉ុណ្្នឹង